នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតរងការរិះគន់ថាកំពុងរួមដៃជាមួយអង្គការលេងនវត្រាបោកប្រាស់ពលរដ្ឋក្រោមរូបភាពជួយឃោសនាបរិយអង្គការរូបនេះលើបណ្ដាញសង្គមចំពេលអតិថិជនទាមទារយុត្តិធម៌ករណីសង់ផ្ទះគ្មានស្តង់ដារពួកគេនិងខ្លះទិញផ្ទះជាង3ឆ្នាំតែមិនបានផ្ទះការរិះគន់នេះក្រោយលោកហ៊ុនម៉ាណែតបានប្រើប្រាស់បណ្ដាញសង្គម Facebook របស់ខ្លួនផ្សព្វផ្សាយវីដេអូជាង1នាទីបង្ហាញពីបុរសម្នាក់បាននិយាយថាខ្លួនបានទទួលប្លង់ពីក្រសួងដែនដីដែលក្រសួងបានលើកលែងពន្ធប្រថាប់ត្រានិងមិនគិតថ្លៃសេវារដ្ឋបាលព្រោះគាត់ជាអតិថិជនបរិយអង្គការលេងនវត្រាក្នុងវីដេអូដែលលោកហ៊ុនម៉ាណែតបានផ្សព្វផ្សាយកាលពីថ្ងៃទី20ខែមេសានោះត្រូវបានជនរងគ្រោះចូលទៅបញ្ចេញមតិថាអង្គការលេងនវត្រាបានរំលោភលើកិច្ចសន្យាទិញលក់ធ្វើឲ្យបាត់បង់ផលប្រយោជន៍អតិថិជននិងបានទាមទារឲ្យលោកហ៊ុនម៉ាណែតជួយរកយុត្តិធម៌ Facebook ឈ្មោះតុងខនបានសរសេរថាការបំពានរបស់អង្គការលេងនវត្រាមានដូចជាសង់ផ្ទះយឺតឲ្យអតិថិជនម្នាក់ចន្លោះពី3ទៅ4ឆ្នាំសន្យាប្រគល់ផ្ទះប្រគល់លុយសំណងតែខាងបុរីធ្វើមិនបានប្រគល់តែផ្ទះនៅខ្វះលុយសំណងមិនដឹងថាសងលុយអតិថិជនលើសកង់ត្រាពេលណានោះទេបន្ថែមលើនេះបុរីលេងនវត្រាបង្ខំឲ្យអតិថិជនដោះដូរផ្ទះដែលបុរីមិនបានធ្វើទៅដល់ឬដីមានបញ្ហាដើម្បីកាត់បន្ថយការចំណាយថវិកាច្រើនក្នុងការចាក់ដីសាងសង់ធ្វើឲ្យអតិថិជនខាតបង់ដូចជាថែមលុយថែមកង់ត្រាសាងសង់2ឆ្នាំលើកង់ត្រាចាស់សរុប5ឆ្នាំហើយលុយលើកង់ត្រារបស់អតិថិជនត្រូវបានភាគីបុរីកាត់ចោលទាំងអស់ប្រភពដដែលបានសរសេរក្នុងន័យដើមថាអំឡុងពាក់កណ្ដាលឆ្នាំ2024ខាងបុរីបានកែប្រែប្លង់ Master Plan ដោយចិត្តឯងដោយមិនប្រាប់ឬរកដំណោះស្រាយជូនអតិថិជនរងគ្រោះក្នុងការកែប្រែប្លង់បំបត្តិផ្លូវធំតូចអស់ជាច្រើនខ្សែជាពិសេសបានបំបត្តិផ្លូវ20ម៉ែត្រនៅខាងក្រោយផ្សារក្នុងប្លុក87នេះហើយជាហេតុធ្វើឲ្យអតិថិជនដែលបានទិញផ្ទះនៅជុំវិញក្បែរនោះកើតទុកមិនសុខចិត្តជាខ្លាំងពេលទិញប្លង់ឆ្នាំ2020មានផ្លូវធំតូចខ្វាត់ខ្វែងតែពេលឲ្យលុយអស់ក្នុងឆ្នាំ2024បែរជាខាងបុរីកែប្រែប្លង់និងបានបំបត្តិផ្លូវធំតូចអស់ជាច្រើនខ្សែបន្ថែមលើនេះ Facebook ឈ្មោះព្រំសៅបានរៀបរាប់ថាលោកទិញផ្ទះនៅបុរីលេងនវត្រាគម្រោង 6A ប្លុក B តាំងពីឆ្នាំ2021តែមិនបានផ្ទះនោះទេហើយបច្ចុប្បន្នលោកជួលបន្ទប់ស្នាក់នៅលោកអំពាវនាវឲ្យលោកហ៊ុនម៉ាណែតជំរុញទៅភាគីបុរីឲ្យកំណត់ពេលវេលាជាក់លាក់ដើម្បីបញ្ចប់គម្រោងសាងសង់ផ្ទះឲ្យអតិថិជនរងគ្រោះនៅក្នុងបុរីលេងនវត្រាគម្រោង 6A នេះលោកបានបញ្ជាក់ក្នុងន័យដើមថាខ្ញុំបានខ្ចីធនាគារមកបង់ផ្ដាច់សុកចិត្តរកលុយបង់ធនាគារគិតថាបានផ្ទះមួយគ្រាន់រស់នៅនឹងគេឥឡូវមានអារម្មណ៍ថាអស់សង្ឃឹមណាស់ជាមួយគ្នានេះ Facebook ឈ្មោះផូផានិតបានឲ្យដឹងថាគាត់គឺជាអតិថិជនបុរីលេងនវត្រាគម្រោង 6A បានព្យាយាមរកដំណោះស្រាយពីភាគីបុរីក៏ប៉ុន្តែគ្មានលទ្ធផលនឹងការឆ្លើយតបទាល់តែសោះបញ្ហាដែលគាត់ជួបប្រទះរួមមានផ្ទះវីឡាបែបថៃដែលគាត់បានទិញម្ចាស់គម្រោងបានបំពានដោយយកលូបង្ហូរទឹកនិងទុយោទឹកស្អាតបង្កប់នៅក្នុងដីឯកជនហើយក្រុមហ៊ុនមិនអនុញ្ញាតឲ្យធ្វើរបងផ្ទះខាងមុខផ្ទះឡើយករណីនេះប្រភពបារម្ភថាបើមានចោរចូលផ្ទះឬបាត់បង់ទ្រព្យសម្បត្តិក្នុងរបងតើមានអ្នកណានឹងទទួលខុសត្រូវប្រភពដដែលបន្តថានៅតំបន់ដោះដូរយកជាដីភាគីបុរីសន្យាថាអ្នកដោះដូរដីនឹងទទួលបានផ្លូវ8ម៉ែត្រតែជាក់ស្ដែងខាងបុរីធ្វើផ្លូវតែ6ម៉ែត្រប៉ុណ្ណោះជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកម៉ែនសថាវរិនចាត់ទុកគ្រួសារហ៊ុននិងអង្គការលេងនវត្រាគឺជាបកពួកតែមួយទើបធ្វើឲ្យលោកហ៊ុនម៉ាណែតហ៊ានផ្សព្វផ្សាយវីដេអូការពីបុរីឆោបោកដោយចំហបែបនេះដើម្បីបើកឱកាសឲ្យបន្តលក់ដីនឹងផ្ទះថែមទៀតក្នុងគោលបំណងរកលុយទ្រទ្រង់អំណាចគ្រួសារហ៊ុនសត្វតែបពុកុសាហ៊ុនក្នុងនាមជានាយករដ្ឋមន្ត្រីជាអ្នកដឹកនាំប្រទេសជាមិនដែលជួយអញ្ចឹងទេគេត្រូវតែជួយដោះស្រាយវិជាបរដ្ឋក្នុងនាមជារដ្ឋាភិបាលប្រទេសមួយត្រូវតែដោះស្រាយវិជាបរដ្ឋទាំងអស់បញ្ហាហ្នឹងគឺតែដោះស្រាយឲ្យគេហើយយើងមិនដែលទៅផ្សាយឲ្យគេរឿងបុគ្គលម្នាក់ៗទេក្នុងនាមជាដាក់កំណត់យើងទៅដោះស្រាយជាទូទៅយើងគិតធ្វើមិនយើងដោះស្រាយជួយពេលទាំងអស់ប៉ុន្តែយើងតាមមើលទៅគឺគាត់អត្តមភាពនឹងធ្វើហើយក៏គាត់ខំដើរតួយ៉ាងណាក៏ឲ្យវាទៅមិនរួចទេដោយឡែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលីលោកសឹងសានករណាចាត់ទុកសកម្មភាពរបស់លោកហ៊ុនម៉ាណែតនេះថាកំពុងជួយការពារអង្គការខិលខូចដែលជាហេតុធ្វើឲ្យច្បាប់ជាប់គាំងមិនហ៊ានកាត់ទោសអង្គការដែលប្រព្រឹត្តល្មើសច្បាប់ស្និទ្ធនឹងមេដឹកនាំបានពាក់ព័ន្ធទៅនឹងការជួយឃោសនារបស់នាយករដ្ឋមន្ត្រីគឺយើងបញ្ជាក់ថាបញ្ហាហ្នឹងគឺខ្វះគេហៅថាការយកចិត្តទុកដាក់ហើយបែរជាបង្ហាញអំពីការទំនាក់ទំនងនិងការជួយជ្រោមជ្រែងទៅវិញអញ្ចឹងអាចឲ្យប្រជាពលរដ្ឋឬក៏អ្នកដែលគេតាមដានអំពីបញ្ហាយុត្តិ
ធម៌សង្គមឬក៏បញ្ហានយោបាយអីហ្នឹងគេឃើញកាន់តែច្បាស់ថាអង្គញាហើយនឹងមេដឹកនាំប្រទេសហ្នឹងគឺជាក្រុមតែមួយគឺជាបកពួកតែមួយអញ្ចឹងហើយជារឿងដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការទាមទាររកដំណោះស្រាយនិងទាមទាររកយុត្តិធម៌នៅពេលដែលពួកគាត់រងគ្រោះដោយសារតែអង្គញាទាំងអស់ហ្នឹងអញ្ចឹងចង់មិនចង់វាជារឿងមួយដែលធ្វើឲ្យពួកគាត់កាន់តែគេហៅថាបាក់ស្មារតីស្ថិតនៅក្នុងភាពអស់សង្ឃឹមអញ្ចឹងការចូលដែលទៅខមមិនអីទាំងអស់ហ្នឹងវាគឺជាព័ត៌មានគប្បីនាយករដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតធ្វើការស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់នៅក្នុងបញ្ហារបស់ប្រជាពលរដ្ឋហ្នឹងហើយរកដំណោះស្រាយឲ្យឆ្លើយតបជាមួយនឹងការទាមទារនិងការចង់បានរបស់ប្រជាពលរដ្ឋដែលកំពុងរងចាំជាយូរមកហើយហ្នឹងយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតកាលពីអំឡុងខែមេសាឆ្នាំ2024ធ្លាប់បានថ្លែងជាសាធារណៈថាការមិនចាត់ការលើក្រុមអ្នកជំនួញឆបោកពលរដ្ឋគឺជាយុទ្ធសាស្ត្ររក្សាទុកមេមន់ដើម្បីយកពងរដ្ឋាភិបាលពិតណាស់មិនងាកចាប់នោះទេត្រូវធ្វើយ៉ាងម៉េចគោលដៅសំបំផុតគឺដោះស្រាយបញ្ហាជូនអតិថិជនយើងមិនអាចយករូបមន្តសម្រាប់មេមន់នោះទេយើងត្រូវធ្វើម៉េចឲ្យមេមន់នៅរស់ដើម្បីយកពងមាន់មកឲ្យបងប្អូនប្រជាពលរដ្ឋនេះជាគោលដៅធំព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យស្តីពីក្រមងារអង្គញាកាលពីថ្ងៃទី23ខែតុលាឆ្នាំ2024ដោយតម្រូវឲ្យលោកអ្នកអង្គញានិងអង្គញាត្រូវគោរពរដ្ឋធម្មនុញ្ញច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់នូវសីលធម៌ល្អប្រកបមុខរបរស្របច្បាប់និងជៀសវាងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រមងារអង្គញាប៉ុន្តែបើមើលករណីអង្គញាលេងនវត្រាដែលបានបំពេញកិច្ចសន្យាទិញលក់ផ្ទះអតិថិជនច្រើនឆ្នាំទៅនេះគ្មានចំណាត់ការផ្លូវច្បាប់ណាមួយកើតឡើងនោះទេដែលជំរុញឲ្យមានការរិះគន់ថាមានគ្រួសារហ៊ុនជាខ្នងបង្អែកទើបធ្វើចំណាត់ការផ្លូវច្បាប់ត្រូវជាប់គាំងច្រើនឆ្នាំបែបនេះខ្ញុំសែនសច្ចៈ VOD ចាលោកនាងជាទីមេត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាចេញបញ្ជាឲ្យមានវិធានការលើមន្ត្រីនគរបាលមួយចំនួននៅខេត្តកណ្ដាលដែលបានគប់គិតគ្នាជាប្រព័ន្ធរំលោភអំណាចប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការបញ្ជាសម្បត្តិកំណើតឲ្យជនជាតិវៀតណាមនេះបើតាមលិខិតមួយច្បាប់របស់លោកសសុខាចុះថ្ងៃទី5ខែមិនិនាឆ្នាំ2025ផ្ញើទៅកាន់អគ្គស្នងការនគរបាលជាតិដែល VOD ទទួលបាននៅថ្ងៃទី22ខែមេសានេះវិធាននេះលោកសសុខាសំអាងលើពាក្យបណ្ដឹងមួយចំនួនដែលក្រសួងទទួលបានអំឡុងខែកក្កដាឆ្នាំ2021ហើយត្រូវបានមន្ត្រីជំនាញចុះធ្វើអធិការកិច្ចរកឃើញករណីនេះក្រសួងនិយាយក្នុងសម្ដីដើមថាតបតាមកម្មវត្ថុនឹងយោងខាងលើខ្ញុំសូមជម្រាបឯកឧត្តមនាយឧត្តមសេនីយ៍ជ្រាបថាក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងដូចមានក្នុងយោងខាងលើសូមប្តឹងពីឈ្មោះរួមមាន1លោកជាមសំរិទ្ធជីមន្ត្រីនគរបាលគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល2លោកជាមខូយចៅសង្កាត់តាខ្មៅក្រៅពីនេះមានលោកសុកសុផាស្មានសង្កាត់តាខ្មៅនិងទី4អ្នកស្រីជាមសំរិទ្ធសុភាជាអ្នកសរសេរលើសម្បត្តិកំណើតនិងជាអ្នកកាន់ឯកសាររដ្ឋការពីបទរំលោភអំណាចនិងប្រព្រឹត្តនៅអំពើពុករលួយក្រសួងថាខ្លួនបានចាត់មន្ត្រីធ្វើអធិការកិច្ចនិងពិនិត្យឯកសារពាក់ព័ន្ធរួចមកខ្លួនប្រកល់ភារកិច្ចជូនអគ្គស្នងការដ្ឋាននគរបាលជាតិចាត់វិធានការដូចជាអនុវត្តវិន័យក្រមរូបភាពដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិចំនួន2ថ្នាក់ចំពោះលោកអនុសេនីយ៍ឯកហ៊ុនសុកមុតនៃរងផ្នែកអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកវរៈសេនីយ៍ត្រីទឹមពុទ្ធារាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តវិន័យក្រមរូបភាពបន្ថយឋានន្តរស័ក្តិចំនួន2ថ្នាក់ចំពោះលោកអនុសេនីយ៍ឯកយិនច័ន្ទតារាមន្ត្រីនៃការិយាល័យអន្តរកម្មនិងតម្រួតបទបញ្ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តនីតិវិធីច្បាប់ទៅលើលោកជាមខូយចៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលដែលបានចេញសម្បត្តិបញ្ជាកំណើតឲ្យជនជាតិវៀតណាមដែលជាជនបរទេសអន្តោប្រវេសន៍ក្រៅពីនេះអប់រំព្រមានលើកទី1ចំពោះលោកវរៈសេនីយ៍ត្រីប៉ុកវិចិត្រនៃប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅនិងលោកអនុសេនីយ៍ត្រីជាមសំរិទ្ធជីមន្ត្រីនគរបាលគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល VOD មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឆាយគឹមខឿនបានទេគិតត្រឹមម៉ោងផ្សាយនេះដែលលោកមិនលើកទូរស័ព្ទចាលោកនាងជាទីមេត្រីក្រុមអ្នកខ្លំមើលព្រំដែនពីបកប្រឆាំងរំលឹកមេដឹកនាំគ្រួសារហ៊ុនថាក្នុងជំនួបទល់មុខជាមួយមេដឹកនាំថៃនៅថ្ងៃទី23ខែមេសានេះកម្ពុជាត្រូវប្រាប់ថៃឲ្យដកទ័ពចេញពីតំបន់ឈ្លានពានរួមទាំងតំបន់ប្រាសាទនិងកោះកុដជាដើមដើម្បីបង្ហាញឆន្ទៈការពារបូរណភាពទឹកដីចាសូមទស្សនាព័ត៌មានលម្អិតដោយលោកប៉ុលសម្បត្តិដូចតទៅចំពេលវត្តមាននាយករដ្ឋមន្ត្រីថៃមកកម្ពុជារយៈពេល2ថ្ងៃក្នុងសប្តាហ៍នេះក្រុមអ្នកខ្លមើលបញ្ហាព្រំដែនមកពីគណៈបកប្រឆាំងជំរុញឲ្យលោកហ៊ុនម៉ាណែតប្រាប់មេដឹកនាំថៃដកទ័ពចេញពីតំបន់ឈ្លានពានដូចជានៅតំបន់ប្រាសាទនិងកោះកុដជាដើមដើម្បីបង្ហាញឆន្ទៈការពារបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរ
នេះបើតាមព័ត៌មានថៃ TNN បានចុះផ្សាយការពីថ្ងៃទី21ខែមេសានេះដោយថានាយករដ្ឋមន្ត្រីថៃអ្នកស្រីផេថងឋានស៊ីនវ៉ាត់នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល2ថ្ងៃគឺចាប់តាំងពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសាឆ្នាំ2025ប្រពន្ធបន្តថាក្នុងដំណើរបំពេញទស្សនកិច្ចរបស់អ្នកស្រីផេថងឋាននឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបន្ទាប់មកនឹងពិភាក្សាជាមួយនឹងប្រធានប្រសិទ្ធិលោកហ៊ុនសែនជុំវិញបញ្ហានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានបានបង្ហោះសារនៅលើ Facebook របស់លោកនៅថ្ងៃទី21ខែមេសានេះដោយនិយាយថាមេដឹកនាំកម្ពុជាត្រូវប្រាប់មេដឹកនាំថៃឲ្យដកទាហានថៃចេញពីតំបន់ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាក្របីរួមទាំងចំណែកនៃកោះកុដដែលថៃកំពុងគ្រប់គ្រងលើពីនេះលោកថាបើថៃមិនព្រមដកទាហានចេញពីតំបន់ដែលមានចំនួននោះទេកម្ពុជាត្រូវប្រើជំរឿនប្តឹងករណីនេះទៅតុលាការអន្តរជាតិភ្លាមដើម្បីការពារមជ្ឈត្តបរទេសឈ្លានពានទឹកដីលោកអ៊ុំសំអានបានឲ្យ VD ដឹងបន្ថែមនៅថ្ងៃទី22ខែមេសានេះថាវត្តមាននាយករដ្ឋមន្ត្រីថៃអ្នកស្រីផេថងឋានជាឱកាសរបស់មេដឹកនាំកម្ពុជាត្រូវបង្ហាញភាពច្បាស់លាស់របស់កម្ពុជាតែផ្ទុយទៅវិញលោកថាបើលោកហ៊ុនម៉ាណែតមិនលើកយកបញ្ហាកោះកុដប្រាសាទបុរាណខ្មែរដែលថៃរំលោភបំពាននោះទេវាឆ្លុះបញ្ចាំងថាមេដឹកនាំគ្រួសារហ៊ុនគ្មានឆន្ទៈការពារបូរណភាពទឹកដីរបស់ដូនតាខ្មែរនោះទេបើសិនជាតកូលហ៊ុនមិនលើកយកបញ្ហាកោះកុដតំបន់ទូស៊ីគ្នានិងប្រាសាទទាំង3មកពិភាក្សាជាមួយនាយរដ្ឋមន្ត្រីថៃទេបញ្ជាក់ថាតកូលហ៊ុននេះគឺមិនមានជាតកូលស្នេហាជាតិទេគឺជាតកូលក្បត់ជាតិអាចប្រជាប្រដ្ឋហើយនឹងប្រវត្តិសាស្ត្រនឹងចាថាតកូលហ៊ុនគឺជាតកូលក្បត់ជាតិដែលអូបានកាត់កោះត្រល់និងកោះកញ្ចក់សេះទៅឲ្យយួននិងដែលសមុទ្រទៅឲ្យយួនហើយកូនអាចនឹងកាត់កោះកុដទៅឲ្យថៃអាហ្នឹងចឹងតកូលនឹងអាចនឹងខ្លាយទៅជាតកូលក្បត់ជាតិតចំនួនដោយតកូលភ័យវន្តបែនចឹងឯងដូច្នេះដើម្បីកុំឲ្យប្រជាប្រដ្ឋចោទថាតកូលហ៊ុនជាតកូលក្បត់ជាតិលោកហ៊ុនម៉ាណែតនៅពេលដែលជួបជាមួយនាយករដ្ឋមន្ត្រីថៃនៅពេលខាងមុខនេះក្នុងសប្តាហ៍ហ្នឹងគឺត្រូវតែលើកយកបញ្ហាកោះកុដទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃហើយនៅតំបន់ទូសគ្នាហ្នឹងក៏ត្រូវលើកទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃផងដែរលើពីនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិម្នាក់ទៀតលោកសួនសូរិដាជំរុញឲ្យលោកហ៊ុនម៉ាណែតត្រូវប្រាប់មេដឹកនាំថៃថាកម្ពុជាមានចំណែកនៃកោះកុដហើយប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីជាកម្មសិទ្ធិរបស់កម្ពុជាមួយវិញទៀតលោកថាជំនួបនេះគឺជាឱកាសល្អសម្រាប់មេដឹកនាំកម្ពុជាប្រាប់មហាជនខ្មែរថាកម្ពុជានៅរក្សាជំហរទៀមទានឹងការពារដែនកោះដែនសមុទ្រនិងប្រាសាទបុរាណខ្មែរទោះបីពេលនេះកន្លែងខ្លះថៃបានគ្រប់គ្រងហើយក៏ដោយប្រសិនបើនៅក្នុងពេលបច្ចុប្បន្នវាកំពុងតែមានការផ្ទុះឡើងនៅបញ្ហាឬព្រំដែនទាក់ទងរវាងប្រទេសទាំងពីរព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាថៃនៅតំបន់ប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីហើយនិងកោះកុដហើយបែរជារដ្ឋាភិបាលកម្ពុជាបង្កើយកន្តើយមិនយកបញ្ហានេះដាក់ជារបៀបរយៈនៅក្នុងការជជែកទេខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់នៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនទេជុំវិញបញ្ហានេះ VD នៅមិនទាន់អាចតាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាដើម្បីសុំការបំភ្លឺជុំវិញករណីនេះបានឡើយទេគឺត្រឹមមកផ្សាយនេះយ៉ាងណាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងក្នុងភាពប្រយ័ត្នប្រយែងជុំវិញរឿងកម្ដៅព្រំដែននេះគាត់មិនដឹងថារដ្ឋាភិបាលប្រទេសទាំងពីរមិនទៅចែករឿងព្រំដែនអានឹងគេថាទាយទុកមុនអញ្ចឹងឥឡូវចាំស្ដាប់មើលទៅឥឡូវឯងតើប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរលោកទៅចែកគ្នាពីរឿងអីខ្លះតែខ្ញុំយល់ថាកិច្ចមិនរួចអំពីការទៅចែកគ្នាអំពីផលប្រយោជន៍រួមនៃប្រទេសទាំងពីរទេអញ្ចឹងគាត់ដែលនៅក្រៅសង្វៀនអានឹងកុំឲ្យចេះជាងគេអ្នកនៅក្នុងសង្វៀនហើយជាអ្នកមានទួនាទីភារកិច្ចណូលនៅក្នុងការការពារផលប្រយោជន៍របស់ជាតិដែលឡៃប្រធានក្រុមឃ្លាំមើលកម្ពុជាលោកម៉ាណាត់យល់ឃើញថាបើមេដឹកនាំគ្រួសារហ៊ុននៅតែប្រងើយកន្តើយបញ្ហាជាតិបូរណភាពទឹកដីនេះឆ្លុះបញ្ចាំងថាមេដឹកនាំគ្រួសារហ៊ុនកំពុងក្បត់ឆន្ទៈរាជគប់គិតជាមួយបរទេសឈ្លានពានទឹកដីរបស់បុព្វបុរសខ្មែរលោកបន្តថាការបណ្ដាលឲ្យបរទេសក៏ខ្លួនហ៊ានរំលោភយកដែនដីកោះនិងប្រាសាទបុរាណខ្មែរនាសម័យទំនើបនេះគឺឆ្លុះបញ្ចាំងថាមេដឹកនាំកម្ពុជាអសមត្ថភាពដឹកនាំប្រទេសគ្មានឆន្ទៈការពារនគរនោះទេបើលោកហ៊ុនម៉ាណែតហ្នឹងមានការញាក់រលឹកជាងឪពុករបស់លោកណាលោកគួរតែយកបញ្ញាស្មារតីដែលបានទៅរៀនសូត្រនៅក្រៅប្រទេសយកមកដឹកនាំប្រទេសតាមផ្លូវត្រូវទៅកុំទៅបន្តលង់នឹងអំណាចហួងហែងកុំនឹងបន្តធ្វើបាបប្រជាពលរដ្ឋបង្កចំនួនបង្កការបាក់បែកស្មារតីជាតិតទៅទៀតកាលណាបាក់បែកស្មារតីជាតិធ្វើឲ្យប្រទេសជិតខាងហ្នឹងលេបត្របាក់ទឹកដីយើងបន្តិចម្ដងហើយកុំបន្ទោសគេណាដូច្នេះត្រូវមានស្មារតីសាមគ្គីជាតិហើយត្រូវតែគឺប្តឹងប្រទេសថៃប្រទេសវៀតណាមអីហើយជាពិសេសក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃមកកម្ពុជាត្រូវតែប្រាប់មេដឹកនាំថៃថាឲ្យបកគលបូរណភាពទឹកដីដែលខ្លួនឯងបានយកទៅនោះដូចជាដែនសមុទ្រទ្រុឌស៊ីគ្នាដូចជាកោះកុដដូចជាតំបន់តូចតំបន់ធំក្នុងតាក្របីឲ្យមកកម្ពុជាវិញមកបើមិនអញ្ចឹងទេកម្ពុជាប្តឹងហើយទៅតុលាការអន្តរជាតិដែលការនេះលោកម៉ាណាត់យល់ឃើញថាដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរមេដឹកនាំគ្រួសារហ៊ុនត្រូវបង្ហាញឆន្ទៈប្រាប់មេដឹកនាំថៃថាកម្ពុជានឹងប្តឹងករណីនេះទៅតុលាការអន្តរជាតិបើថៃមិនព្រមដកទ័ពចេញពីតំបន់ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីទីនោះ
បញ្ហាព្រំដែននាសម័យទំនើបនេះវាបានកក្រើកឡើងវិញអំឡុងឆ្នាំ2005ដែលនៅពេលនោះលោកហ៊ុនសែនបានគម្រាមរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោលបើព្រះអង្គមិនព្រមឡាយប្រហោះលេខាលើសន្ធិសញ្ញាបំពេញបន្ថែមដែលរងការរិះគន់ថាធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាមជាស្ដែងនៅឆ្នាំ2005លោកហ៊ុនសែនធ្លាប់គម្រាមរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដើម្បីសម្រេចមហិច្ឆតាវៀតណាមលើទឹកដីបើព្រះអង្គមិនព្រមឡាយប្រហោះលេខាលើសន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ដែលគូសវាស់ដោយវៀតណាមអំឡុងឆ្នាំ1982 83និង85ឲ្យរស់ឡើងវិញទីនោះបន្ថែមពីនេះលោកហ៊ុនសែនតែងតែចោទមេដឹកនាំគណបកប្រឆាំងថាជាជនក្បត់ជាតិខណៈពួកគេជាញឹកញាប់បានប្រើយន្តការសភាដើម្បីលាតត្រដាងពីមហិច្ឆតាវៀតណាមឈ្លានពានទឹកដីខ្មែរលើពីនេះគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងធំជាងគេត្រូវបានលោកហ៊ុនសែនប្រើប្រព័ន្ធតុលាការរំលាយចេញពីឆាននយោបាយនិងបន្តសម្លាប់ជីវិតអ្នកនយោបាយមេដឹកនាំរហូតមកដល់ពេលបច្ចុប្បន្ននេះរួមទាំងលោកកឹមសុខាផងដែរយ៉ាងណាមន្ត្រីគណៈបកប្រឆាំងនិងអ្នកខ្លំមើលបញ្ហាព្រំដែនអះអាងថាវៀតណាមបានរំលោភយកដីខ្មែរតាមបន្ទាប់ព្រំដែនច្រើនកន្លែងរួមទាំងកោះត្រល់និងចង្កំកោះក្រចកសេះជាដើមដោយគ្មានការជំទាស់ពីលោកហ៊ុនសែនក្រោយពីលោកហ៊ុនសែនបានលើកបន្ទប់ដោយវៀតណាមអំឡុងឆ្នាំ1979មកកម្ដៅព្រំដែននេះត្រូវបានគេមើលឃើញថាជាដើមចោមធ្វើឲ្យលោកហ៊ុនសែនជាប់អន្តរប្រទេសជិតខាងហើយបន្តប្រើប្រាស់មធ្យោបាយដើម្បីកំទេចខ្មែរគ្នាឯងដែលហ៊ានលាតត្រដាងពីមហិច្ឆតាវៀតណាមឈ្លានពានទឹកដីខ្មែរវិធាននេះក្រោយពីលោកហ៊ុនសែនធ្វើឲ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញនៅឆ្នាំ2005តាមការចង់បានរបស់វៀតណាមដែលក្រុមគណៈបកប្រឆាំងអះអាងថាធ្វើឲ្យកម្ពុជាបាត់បង់ដីគោករួមទាំងប្រជុំកោះនិងដែនសមុទ្រជាដើមទង្វើនេះត្រូវបានគេមើលឃើញថាមេដឹកនាំគ្រួសារហ៊ុនបានដើរផ្ទុយទៅនឹងមាត្រា52និងមាត្រា55នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែងថាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯករាជ្យភាពជាតិរបស់កម្ពុជាត្រូវលុបចោលរាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីការពារឯករាជ្យភាពជាតិរបស់កម្ពុជាដែលឡាយបើតាមក្រមព្រហ្មទណ្ឌមាត្រា440ចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតខ្ញុំបាទប៉ូលសម្បត្តិ VOD